ផ្សារទំនើបនិងសប្បុរសជនជួយទិញកសិផលធម្មជាតិចោលទីផ្សាររាប់សិបតោនពីកសិករខេត្តប៉ៃលិនសប្បុរសជននិងបណ្ដាផ្សារទំនើបក្នុងស្រុកមួយចំនួនពិសេសផ្សារទំនើបជីបម៉ុងបានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិនតាមរយៈការសម្រុះសម្រួលពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនដើម្បីជួយប្រមូលទិញកសិផលមានដូចជាស្ពៃក្តោបស្ពៃជើងទាត្រប់ស្រួយម្ទេសដៃនាងនិងបន្លែផ្សេងទៀតពីកសិករខេត្តប៉ៃលិនការចោះជួយទិញពីសំណាក់ផ្សារទំនើបនិងសប្បុរសជននៅពេលនេះបានបង្ហាញពីស្មារតីគាំទ្រផលិតផលខ្មែរក្នុងពេលមានបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជាថៃដែលនាំឲ្យកសិផលរាប់សិបតោនចាល់ទីផ្សារកញ្ញាអុកលង្កាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានប្រាប់សារព័ត៌មានថាដូចឆ្នាំមុនដែរឆ្នាំនេះកសិផលបន្លែផ្លែឈើបានធ្លាក់ថ្លៃយ៉ាងគំហុកហើយទិន្នផលក៏សល់ក្នុងចម្ការច្រើនក្នុងកលៈទេសៈមិនអាចនាំចេញទៅថៃបានបណ្ដាផ្សារទំនើបក្នុងស្រុកមួយចំនួនបានពួតដៃគ្នាចុះជួយទិញកសិផលពីកសិករដើម្បីលក់បន្តទៅទីក្រុងភ្នំពេញពិសេសផ្សារទំនើបជីបម៉ុងហើយនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តប៉ៃលិនក៏ដូចជាបងប្អូនមន្ត្រីកសិកម្មឃុំស្ទឹងត្រង់ចាហើយយើងចុះមកជួយសម្របសម្រួលទីផ្សារបន្លែកសិករនៅក្នុងខេត្តប៉ៃលិនដែលមានការចោលបង្ហាញពីលោកជំទាវអភិបាលខេត្តចាក៏ដូចជាអាជ្ញាធរខេត្តទាំងអស់បានគៀងកោក្នុងវិស័យឯកជនទាំងអស់គាត់បានមកជួយទិញបន្លែកសិករដូចជាស្ពៃក្តោបស្ពៃផ្កាត្រប់ម្ទេសនិងពពាយដែលកសិករយើងពេញប៉ោះឈើរាចាដែលមានតម្លៃធ្លាក់ថ្លៃខ្លាំងហើយពិបាកក្នុងការលក់ចឹងហើយមិនថាពេលនេះឬក៏ពេលណាទេមន្ទីរកសិកម្មក៏ដូចជាក្រមការចោលបង្ហាញរបស់លោកជំទាវអភិបាលខេត្តយើងតែងតែចុះមកជួយកសិកររបស់យើងគឺជាញឹកញាប់ចាគឺមិនទុកឲ្យកសិករយើងចោលទេហើយក៏មិនមានបន្លែមួយណាដែលថាយើងមិនអាចដោះស្រាយទេអញ្ចឹងរហូតដល់ពេលនេះគឺយើងដោះស្រាយទាំងវិស័យឯកជនជូនខាងក្រុមហ៊ុនជីបម៉ុងផ្សារទំនើបជីបម៉ុងនៅភ្នំពេញក៏ដូចជាឈ្មួញផ្សេងនិងសប្បុរសជនយើងគឺយើងទទួលជួយទិញបន្លែពីកសិករនោះគឺបានច្រើនតោនមែនតែនចារយៈពេលក្នុង 3-4 ខែដែលបន្លែកសិករយើងធ្លាក់ខ្លាំងនេះជាក់ស្ដែងថ្ងៃនេះចាគឺឯកឧត្តម60ផលគាត់បានដឹកនាំសប្បុរសជនមួយចំនួនដែលគាត់មកពីរាជធានីភ្នំពេញគឺគាត់មកដល់ទីតាំងចំការរបស់កសិករយើងផ្ទាល់តែម្ដងចាគឺគាត់បានទទួលទិញស្ពៃក្តោបថ្ងៃនេះគឺសរុបទៅស្ពៃក្តោប8តោនបូកនឹងបន្លែផ្សេងគឺប្រហែលនឹង10តោនចាពីកសិករនៅក្នុងខេត្តប៉ៃលិនធ្វើឲ្យកសិករយើងពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានឯកឧត្តមដោយលោកជំទាវក៏ដូចជាក្រុមហ៊ុនផ្សេងផ្សាយជនដែលគាត់បានមកតែងតែចោះជួយកសិករយើងចាជាការឆ្លើយតបកសិករដាំដុះស្ពៃក្តោបក្នុងស្រុកស្លាក្រៅបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវបានស៊ីមុំអភិបាលខេត្តប៉ៃលិនតែងតែដឹកនាំមន្ត្រីជំនាញសប្បុរសជននិងវិស័យឯកជនក្នុងការជួយទិញបន្លែនាពេលនេះដាំស្ពៃក្តោបទំហំដី1 ហត្ថបញ្ហាប្រឈមមានពីរប្រភេទគឺសត្វល្អិតនិងកណ្ដោកាត់ច្រើនវាធ្វើផ្លាញដំណាំធ្វើឲ្យដំណាំខូចខាតច្រើនទីផ្សារពីមុនមករៀងបាតែក៏អរគុណដល់ជំទាវវ៉ាក់សីមុំហើយនិងឯកឧត្តមអ៊ីឈៀនដែលគាត់តែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលនៅទីនេះលំបាកទីផ្សារគាត់ចុះមកផ្ទាល់ដូចជាក្រុមការងារគាត់ចុះមកផ្ទាល់ជួយរើទីផ្សារនិងគាត់ជួយទិញដំណេញអស់ទាំងនេះឈ្មោះគេគឺសត្វល្អិតដូចតកៅនិងប្រភេទមេអំបៅពងហ្នឹងវាបង្កើតនៅតកៅដែរហើយបើប្រភេទកដោវិញបាទកដោតូចវាមកស៊ីផ្លាញដំណាំយើងទាំងអស់មានអារម្មណ៍សប្បាយចិត្តដែលបានគាត់មកជួយយកបន្លែកសិករយើងដល់អញ្ចឹងហើយវាសប្បាយចិត្តមែនទែនព្រោះតម្លៃក៏មិនល្អទៅហើយក៏សត្វល្អិតវាដូចជាកដោមកស៊ីអញ្ចឹង
ដល់អញ្ចឹងកាលណាបើទុកយូរវាអាចនឹងខូចខាតកាន់តែច្រើនអញ្ចឹងបានខាងគាត់នឹងគាត់មកក៏សប្បាយចិត្តមែនទែន ក្នុងនោះដែរលោកហុកសុផលបានដឹកនាំសប្បុរសជនមកពីរាជធានីភ្នំពេញជួយប្រមូលផលស្ពៃក្តោបម្ទេសពពាយនិងបន្លែផ្សេងៗទៀតរួចក៏បន្តចែកបន្លែស្ពៃក្តោបស្រស់ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តបៃលិននៅក្នុងគេហដ្ឋានរបស់លោកតតែម្ដងលោកអភិបាលរងខេត្តបៃលិនបានឲ្យដឹងថាគេហដ្ឋានរបស់លោកមានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់បាននាំគ្នាមកទទួលយកនៅបន្លែស្ពៃក្តោបចំនួន10គីឡូក្រាមក្នុងមួយគ្រួសារដែលជាអំណោយរបស់លោកជំទាវបានសីមុំអភិបាលខេត្តបៃលិនការចែកបន្លែស្ពៃក្តោបជូនប្រជាពលរដ្ឋនាពេលនេះគឺជាការគិតគូរយកចិត្តទុកដាក់របស់លោកជំទាវបានសីមុំអភិបាលខេត្តបៃលិនក្នុងការលើកកម្ពស់ទីផ្សារបន្លែជូនប្រជាកសិករព្រមទាំងជាការឧបត្ថម្ភគាំទ្ររបស់ថ្នាក់ដឹកនាំខេត្តលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានមួយចំណែកលោកហុកសុផលបានណែនាំសូមឲ្យប្រជាពលរដ្ឋជួយចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អត្រូវប្រកាន់ភ្ជាប់នៅអនាម័យរស់នៅស្អាតហូបស្អាតផឹកស្អាតព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងផ្សេងៗដើម្បីសុខភាពល្អប្រសើរសម្រាប់គ្រួសារនិងសហគមន៍ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋដែលបានទទួលបន្លែស្ពៃក្តោបក៏ដូចជាបងប្អូនប្រជាកសិករបានបង្ហាញទឹកចិត្តសប្បាយរីករាយព្រមទាំងបានថ្លែងអំណរគុណចំពោះលោកជំទាវបានសីមុំដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិសេសការជួយរកទីផ្សារសម្រាប់កសិផលរបស់ពួកគាត់